ថ្ងៃទី3មករានេះសមាជិកសភាទាំងពីររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមចូលធ្វើការសម្រាប់ឆ្នាំថ្មីឆ្នាំ2017អ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទាំងសភាតំណាងនិងទាំងព្រឹទ្ធសភាគឺគណៈបកសាធារណរដ្ឋមានសម្លេងភាគច្រើនទាំងអស់ដូច្នេះចាប់ពីពេលនេះតទៅជាមួយនឹងលោក Donald Trump ដែលនឹងឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី20មករាខាងមុខនេះគឺគណៈបកសាធារណរដ្ឋមានទាំងអំណាចនៅក្នុងសភានិងទាំងនៅក្នុងរដ្ឋាភិបាលនេះគឺជាឱកាសសម្រាប់គណៈបកនេះដើម្បីធ្វើកំណែទម្រង់ធំបែបអភិរក្សនិយមនិងជាពិសេសគឺដើម្បីលុបចោលនៅស្នាដៃទាំងឡាយណាដែលលោកអូបាម៉ាបានសម្រេចបាននាពេលកន្លងមកពិសីនឹងចូលខ្លួនមកពន្យល់លម្អិតជុំវិញព័ត៌មាននេះជំរាបសួរពិសីបាទសួស្តីភិរៈពិសីនៅសល់ពេលមិនដល់20ថ្ងៃទៀតទេលោក Donald Trump នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកពេញច្បាប់សម្រាប់ថ្ងៃនេះសភាទាំងពីរអង្គរបស់អាមេរិកក៏ចាប់ផ្ដើមចូលធ្វើការដែរអ្វីដែលគេចាប់អារម្មណ៍បំផុតគឺទាំងសភាទាំងរដ្ឋាភិបាលថ្មីគឺសុទ្ធតែស្ថិតនៅក្នុងដៃគណៈបកសាធារណរដ្ឋដែលការនេះគឺមានន័យថាគណៈបកនេះនឹងធ្វើកំណែតម្រង់នានាបានយ៉ាងងាយស្រួលតើគណៈបកនេះមានគម្រោងធ្វើកំណែតម្រង់បែបណាខ្លះពិសេសបាទភិរៈមិនខុសទេចាប់ពីពេលនេះទៅសភាទាំងពីរអង្គរបស់អាមេរិកឬដែលយើងហៅថាម្យ៉ាងទៀតគឺសភាកុងក្រេសព្រមទាំងរដ្ឋាភិបាលដែលមានលោកដូណាល់ត្រាំជាប្រមុខគឺសុទ្ធតែជារបស់គណៈបកសាធារណរដ្ឋទាំងអស់ការពិតទៅសភាទាំងពីរអង្គបានធ្លាក់មកក្នុងដៃរបស់គណៈបកសាធារណរដ្ឋតាំងពីឆ្នាំ2014ក្រោយពីបោះឆ្នោតពាក់កណ្ដាលអាណត្តិក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះសមាជិកសភាមកពីគណៈបកសាធារណរដ្ឋនេះបានបោះឆ្នោតបដិសេធសំណើច្បាប់ក៏ដូចជារារាំងកំណែទម្រង់ធំរបស់លោកអូបាម៉ាបានសឹងតែទាំងអស់សូមបញ្ជាក់ថាលោកអូបាម៉ាគាត់មកពីគណៈបកប្រជាធិបតេយ្យសម្រាប់ពេលនេះអ្វីដែលអ្នកវិភាគទូទៅយល់ឃើញគឺថាគណៈបកសាធារណរដ្ឋនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងសហរដ្ឋអាមេរិកតែម្នាក់ឯងដោយសារគេមានសភានិងប្រធានាធិបតីដែលជាមនុស្សរបស់គណៈបកគេគម្រោងកំណែទម្រង់និងច្បាប់ថ្មីជាច្រើនត្រូវគេឲ្យដឹងថាគេធ្វើសឹងតែរួចរាល់ទៅហើយគឺរងចាំឲ្យតែលោកដូណាល់ត្រាំនឹងចូលកាន់តំណែងពេញលេញនិងអាចចុះហត្ថលេខាអនុវត្តវាតែប៉ុណ្ណោះអ្នកវិភាគជាច្រើនយល់ថាអ្វីដែលលោកដូណាល់ត្រាំក៏ដូចជាគណៈបកសាធារណរដ្ឋនឹងរួមគ្នាធ្វើចាប់ពីពេលនេះទៅគឺលោកបំបត្តិដាននឹងស្នាដៃរបស់លោកអូបាម៉ាដែលគាត់បានកសាងកន្លងមកនោះចោលទាំងអស់មានន័យថាចំពោះនយោបាយដឹកនាំប្រទេសទាំងគ្រប់វិស័យនឹងត្រូវផ្លាស់ប្ដូរទាំងស្រុងខុសពីលោកអូបាម៉ាហើយច្បាប់ខ្លះដែលលោកអូបាម៉ាបានអនុម័តរួចហើយនោះគឺគេអាចនឹងលុបចោលទាំងស្រុងទៀតផងភិរៈជាក់ស្ដែងច្បាប់ស្ដីពីការធានារ៉ាប់រងសុខភាពប្រជាជនឬហៅម្យ៉ាងទៀតថា Obama Care ច្បាប់នេះគឺជាស្នាដៃធំបង្អស់របស់លោកអូបាម៉ាដែលលោកបានមានអ្នកបង្កើតវាឡើងដើម្បីស្ថាបនាប្រព័ន្ធធានារ៉ាប់រងសុខភាពដល់ប្រជាជនអាមេរិកក្រីក្រឬអ្នកដែលគ្មានលទ្ធភាពតែច្បាប់នេះត្រូវបានលោកដូណាល់ត្រាំនិងគណៈបកសាធារណរដ្ឋនឹងប្រកាសថានឹងលុបវាចោលហើយដាក់ស្នើច្បាប់ថ្មីគណៈបកសាធារណរដ្ឋមានគម្រោងធ្វើកំណែទម្រង់ជាច្រើនផ្សេងទៀតដែលសុទ្ធតែជាកំណែទម្រង់បែបអភិរក្សនិយមទាំងអស់ទូយ៉ាងគម្រោងកំណែទម្រង់ច្បាប់ពន្ធដារដែលបើកដៃផ្ដល់ប្រយោជន៍ខ្លាំងទៅដល់ក្រុមហ៊ុនឯកជនចំណែកវិស័យហិរញ្ញវត្ថុសាធារណៈវិញក៏គឺការចំណាយរបស់រដ្ឋក៏អាចនឹងត្រូវកាត់បន្ថយផងដែរមិនត្រឹមតែប៉ុណ្ណោះទៀតសកម្មជនការពារសិទ្ធិមនុស្សដែលកំពុងតែព្រួយបារម្ភថាក្រុមគណៈបកសាធារណរដ្ឋអាចនឹងធ្វើកំណែទម្រង់ដើម្បីបំបិទសិទ្ធិក្នុងការរំលូតកូនឬមួយក៏រារាំងការប្រើប្រាស់ថ្នាំពន្យារកំណើតជាដើមដូចគ្នាដែរតេតិនទៅនឹងវិស័យការពារបរិស្ថានគឺថាគណៈបកសាធារណរដ្ឋប្រកាសជាកាត់បន្ថយកាតព្វកិច្ចរបស់ក្រុមហ៊ុនឯកជនព្រោះគណៈបកនេះមិនដែលបារម្ភពីការប្រែប្រួលអាកាសធាតុឬក៏ការចុះថយនៃធនធានធម្មជាតិអ្វីទេនេះយើងនៅមិនទាន់រាប់អំពីគោលនយោបាយគ្រប់គ្រងការកាន់កាប់អាវុធផងដែលកន្លងមកយើងដឹងស្រាប់ហើយថាគណៈបកស្ដាមនិយមនេះមិនដែលខ្វល់ថាមានអ្នកស្លាប់ប្រមាណអ្នកទេហើយតែងតែការពារសិទ្ធិកាន់កាប់អាវុធដោយសេរីនេះជានិច្ចពីរៈបាទអញ្ចឹងមានន័យថាគណៈបកសាធារណរដ្ឋនឹងជិះសេះលេងដៃយ៉ាងស្រួលមែនទេឬមួយក៏អាចមានឧបសគ្គខ្លះដែរក្នុងការធ្វើកំណែទម្រង់ទាំងនេះបាទបាទភិរៈតាមពិតទៅនៅមានឧបសគ្គខ្លះដែរទីមួយគឺពេលវេលាខ្លីឱកាសមាសនេះគណៈបកសាធារណរដ្ឋនឹងអាចមានតែ2ឆ្នាំទេព្រោះថាសម្រាប់សមាជិកសភាតំណាងគឺមានអាណត្តិតែ2ឆ្នាំទេហើយសម្រាប់ព្រឹទ្ធសភាវិញគឺត្រូវផ្លាស់ប្ដូរ1/3នៅរៀងរាល់2ឆ្នាំម្ដងដូច្នេះថាមិនត្រូវចាប់ពីដើមឆ្នាំ2019ទៅសភាទាំងពីរអង្គអាចនឹងធ្លាក់ទៅក្នុងដៃរបស់គណៈបកប្រជាធិបតេយ្យវិញក៏ថាបានដែរភិរៈឧបសគ្គមួយទៀតគឺថាក្នុងគណៈបកសាធារណរដ្ឋខ្លួនឯងនេះក៏មានចរន្ត2មិនស្របគ្នាដែរជាពិសេសក្នុងចំណោមសមាជិកសភាទាំងពីរអង្គនេះតែម្ដងពលគឺមានសមាជិកសភាដែលជាក្រុមស្ដាមនិយមនិងក្រុមមួយទៀតដែលជាក្រុមកណ្ដាលនិយមក្រុមទាំងពីរនេះមានការការពារផលប្រយោជន៍នឹងខុសគ្នាហើយតែងតែប្រកែកគ្នាតឹងសរសៃកក្នុងពេលធ្វើច្បាប់ម្ដងដូច្នេះគឺជឿថាការអនុវត្តច្បាប់និងកំណែទម្រង់ផ្សេងទៀតប្រកាសជាត្រូវឆ្លងកាត់ការជជែកតវ៉ាគ្នានឹងខ្លាំងក្លាមិនខានហើយថាមិនត្រូវគឺវាប្រកាសជាអាចចំណាយពេលដល់សែនយូរផងដែរយ៉ាងណាមិញគម្រោងលុបចោលច្បាប់ Obama Care ដែលដាក់ជំនួសដោយច្បាប់ថ្មីគឺមិនប្រកាសថា
អាចចេញដោយស្រួលទេភិរៈព្រោះថាច្បាប់ថ្មីនៅមិនទាន់សរសេរបានមួយតួអក្សរនៅឡើយទេមួយឆ្នាំទៀតមិនដឹងយ៉ាងណាផងទម្រាំតែដល់ពេលត្រូវជជែកដេញដោលគ្នានៅក្នុងសភាទាំងពីរអង្គឧបសគ្គមួយទៀតដែរគឺនៅប្រសិទ្ធភាពគណៈបកប្រជាធិបតេយ្យនៅមានសម្លេងជាង 40% ដែរដែលការនេះអាចរារាំងមិនឲ្យគណៈបកសាធារណរដ្ឋនោះធ្វើអ្វីបានដោយងាយក្នុងករណីមួយចំនួនដែលត្រូវការសម្លេងឆ្នោតយ៉ាងហោចណាស់ 60% តួយ៉ាងដូចជាការតែងតាំងចៅក្រមទី9នៃសមាជិកសមាជិកចៅក្រមនៅតុលាការកំពូលតុលាការនេះមានតួនាទីឃ្លាំមើលការគោរពរដ្ឋធម្មនុញ្ញហើយជាស្ថាប័នយុតិធធម៌កំពូលរបស់សហរដ្ឋអាមេរិកដែលធានាការពារសិទ្ធិសេរីភាពព្រមទាំងរបបវិវត្តរបស់សង្គមតែម្ដងដោយឡែកបើយើងត្រឡប់ទៅមើលលទ្ធផលរបស់ឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅគឺលោកស្រី Hillary Clinton បានចំនួនឆ្នោតនឹងលើសលោក Donald Trump ដល់ទៅ3លានសម្លេងដូច្នេះមានន័យថាប្រជាជនអាមេរិកភាគច្រើនប្រកាសជាមិននៅស្ងៀមបណ្ដោយឲ្យលោក Donald Trump ក៏ដូចជាគណៈបកសាធារណរដ្ឋនោះធ្វើអ្វីបានតែតាមទឹកចិត្តនោះទេគេជឿថាបាតកម្មតវ៉ាទូទាំងប្រទេសប្រកាសជាសម្បូរណាស់ចាប់តាំងពីពេលនេះទៅភិរៈបាទតើរវាងលោក Donald Trump និងគណៈបកសាធារណរដ្ឋទាំងមូលគឺប្រកាសជាស្របគ្នាទាំងស្រុងឬមួយក៏មានចំណុចមិនត្រូវគ្នាដែរពិសេសបាទភិរៈមានមិនអត់ទេជាពិសេសគឺតេតិនទៅនឹងនយោបាយការបរទេសតែម្ដងតាមការវិភាគកន្លងមកនេះយើងឃើញថារបបនយោបាយការបរទេសរបស់សមាជិកសភានិងប្រសិទ្ធភាពមកពីគណៈបកសាធារណរដ្ឋគឺមានទំនោរច្រើនដោយទៅនឹងការយល់ឃើញរបស់រដ្ឋាភិបាលលោកអូបាម៉ាតែវាផ្ទុយសឹងតែទាំងស្រុងពីទស្សនវិស័យរបស់លោក Donald Trump ជាក់ស្ដែងតេតិនទៅនឹងវិបត្តិជាមួយរុស្ស៊ីក្រោយពេលដែលរដ្ឋាភិបាលលោកអូបាម៉ាបានចោទរុស្ស៊ីថាបានចូលលូកដៃក្នុងកិច្ចការបោះឆ្នោតតាមរយៈការបញ្ជាឲ្យចៅព័ត៌មានវិទ្យានឹងចូលមកលួចទិន្នន័យបញ្ហានេះគឺសមាជិកសភាគណៈបកសាធារណរដ្ឋយល់ដោយលោកអូបាម៉ាហើយទាមទារឲ្យមាននយោបាយវាយបកទៅលើរុស្ស៊ីវិញក៏ប៉ុន្តែលោក Donald Trump នៅតែប្រកែកថាមិនមែនជាការពិតថារុស្ស៊ីមិនធ្វើរឿងបែបនេះទេចំណុចមួយទៀតមិនមែនជាឧបសគ្គឬក៏វិវាទអ្វីទេតែជាការព្រួយបារម្ភស្ដីពីសមត្ថភាពដឹកនាំប្រទេសរបស់លោក Donald Trump សហរដ្ឋអាមេរិកជាមហាអំណាចកម្ពុជាគ្រប់វិស័យដូច្នេះការដឹកនាំកាត់ចង្កូតប្រទេសនេះមិនមែនចេះតែធ្វើឲ្យតែបានទេភិរៈគ្រាន់តែក្នុងសេតវិមានមានមនុស្សជាង400នាក់ដែលជាទីប្រឹក្សានឹងត្រូវធ្វើការជាប្រចាំជាប់ផ្ទាល់ជាមួយនឹងប្រធានាធិបតីគេកំពុងតែចោទសួរច្រើនណាស់ថាលោក Donald Trump ប្រហែលជាមិនដឹងនិងមិនយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ប្រធានាធិបតីអាមេរិកទេថាតើត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះត្រូវសម្រេចអ្វីខ្លះជារៀងរាល់ថ្ងៃសេចក្តីសម្រេចនីមួយៗចេញពីសេតវិមានមិនមែនប៉ះពាល់តែអាមេរិកតែម្នាក់ឯងទេតែវាប៉ះពាល់ដល់ពិភពលោកទាំងមូលតែម្ដងប្រធានាធិបតីអាមេរិកមួយទាំងមូលមិនអាចចេះតែនិយាយតែផ្ដេសតែផ្ដាស់នៅលើទំព័រ Twitter ដោយដែលលោក Donald Trump ធ្លាប់ធ្វើកន្លងមកបាននោះទេភិរៈអរគុណពិសេសសម្រាប់បទអន្តរាគមន៍នៅយប់នេះ